កញ្ញាឈិនរតនៈវាសកាត់បដូរខ្ទង់ច្រមុះបន្ថែមសម្រស់លើករាសីគ្រាន់តែវាសកាត់បដូរខ្ទង់ច្រមុះថ្មីភ្លាមកញ្ញាឈិនរតនៈហាក់ដូចជាមានរាសីល្អទទួលបានការងារជាច្រើនជាបន្តបន្ទាប់ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌតាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះកញ្ញាឈិនរតនៈទើបតែបានវាសកាត់បដូរខ្ទង់ច្រមុះថ្មីដើម្បីលើកសម្រស់និងរាសីកញ្ញាឈិនរតនៈបានទទួលស្គាល់ថានាងពិតជាពេញចិត្តខ្ទង់ច្រមុះថ្មីរបស់ខ្លួនណាស់ចាប់តាំងពីវាសកាត់បដូរខ្ទង់ច្រមុះមកបានផ្លាស់ប្ដូរវាសនារបស់នាងច្រើនមិនត្រឹមតែធ្វើឲ្យនាងស្អាតនិងមានមុខមាត់ថ្មីដ៏គួរឲ្យស្រឡាញ់ប៉ុណ្ណោះទេថែមទាំងធ្វើឲ្យនាងទទួលបានការងារជាច្រើនផងដែរមុននឹងសម្រេចចិត្តវាសកាត់បដូរខ្ទង់ច្រមុះថ្មីនេះកញ្ញាឈិនរតនៈគិញគិតរាប់ខែខ្លាចពេលវាសកាត់ហើយមិនស្រស់ស្អាតដូចបំណងដែលធ្វើឲ្យមានការខាតបង់ការងារនិងរូបសម្រស់ពីព្រោះនាងមិនធ្លាប់បានឆ្លងកាត់មុខកាំបិតមកពីមុនឡើយតែក្រោយពីទទួលបានការប្រឹក្សាពីគ្រូពេទ្យជំនាញនិងមានការលើកទឹកចិត្តពីមិត្តភ័ក្តិនាងក៏សម្រេចចិត្តវាសកាត់តែម្ដងជាលទ្ធផលគឺជោគជ័យនិងស្រស់ស្អាតដូចអ្វីដែលខ្លួនចង់បានក្រៅពីវាសកាត់បដូរខ្ទង់ច្រមុះកញ្ញាឈិនរតនៈក៏បានផ្លាស់ប្ដូរម៉ូដសក់ថ្មីនិងស្ទាយថ្មីការតុបតែងខ្លួនថ្មីដើម្បីស្វាគមន៍ការងារថ្មីទាំងនៅខេត្តនិងនៅទីក្រុងកញ្ញាឈិនរតនៈជឿជាក់ថាការវាសកាត់កាយខ្ទង់ច្រមុះថ្មីពិតជាធ្វើឲ្យនាងមានរាសីនិងហងស៊ុយល្អយ៉ាងពិតប្រាកដ